បើអ្នកកំពុងគិតថាគ្រួសារក្រីក្រឬគ្មានអ្នកគាំទ្រគឺជាមូលហេតុដែលធ្វើឲ្យអ្នកមិនអាចរៀនបានខ្ញុំចង់ប្រាប់រឿងមួយខ្ញុំកើតនៅក្នុងគ្រួសារដែលមានជីវភាពមិនសូវធូរធារចំពោះការរៀនសូត្រមិនមែនជាអាទិភាពសម្រាប់គ្រួសារខ្ញុំទេពេលខ្លះឪពុកម្ដាយរបស់ខ្ញុំមិនសូវជាគាំទ្រក្នុងការឲ្យខ្ញុំបន្តការសិក្សាទេពីព្រោះឪពុកម្ដាយរបស់ខ្ញុំមានជំនឿថាតើតែគ្រូសាមានលុយទើបអាចរៀនបានកន្លែងដែលខ្ញុំអង្គុយរៀនមានត្រឹមតែតុកញ្ចក់ដែលបាក់បែកយល់ទៅវិញទៅមកចំណែកឯកៅអីក៏បាក់ដែរវាមិនមែនជាកន្លែងដែលមនុស្សជាច្រើនស្រមៃចង់រៀននោះទេមិនតែប៉ុណ្ណោះខ្ញុំធ្លាប់ឮពាក្យសម្ដីពីខាងក្រៅដែលធ្វើឲ្យខ្ញុំបាក់ទឹកចិត្តជាខ្លាំងប៉ុន្តែថ្ងៃមួយខ្ញុំយល់ថាខ្ញុំមិនអាចជ្រើសរើសកន្លែងដែលខ្ញុំកើតមកបានទេប៉ុន្តែខ្ញុំអាចជ្រើសរើសថាខ្ញុំចង់ក្លាយជាមនុស្សបែបណាដូច្នេះខ្ញុំខំបន្តរៀនបន្តអានបន្តខិតខំទោះបីយឺតជាងអ្នកដទៃក៏ដោយថ្ងៃនេះខ្ញុំមិនមានអារម្មណ៍ថាខ្មាស់អៀននឹងអតីតកាលរបស់ខ្លួនខ្ញុំទេផ្ទុយទៅវិញខ្ញុំអរគុណវាពីព្រោះវាធ្វើឲ្យខ្ញុំរឹងមាំមានមេរៀនជាច្រើនដែលខ្ញុំរៀនបានពីវាហើយនឹងធ្វើឲ្យខ្ញុំមិនបោះបង់បើអ្នកកំពុងប្រឈមរឿងដូចខ្ញុំចូលចាំថាគ្រួសាររបស់អ្នកអាចកំណត់ការចាប់ផ្ដើមរបស់អ្នកបានប៉ុន្តែมันអាចកំណត់ចុងបញ្ចប់របស់អ្នកបានទេកុំបោះបង់ការសិក្សាព្រោះថ្ងៃណាមួយការខិតខំរបស់អ្នកនឹងនិយាយជំនួសអ្នកបើអ្នកកំពុងតែតស៊ូដូចខ្ញុំសូមកុំបោះបង់ចែករំលែកវីដេអូនេះទៅកាន់មិត្តភ័ក្តិម្នាក់ដែលកំពុងត្រូវការកម្លាំងចិត្តនៅថ្ងៃនេះ